នស្វាមួយនេះកំសត់ណាស់អ្នកទាំងអស់គ្នាដោយសារតែកូនស្វាមួយនេះគឺត្រូវបានម្ដាយរបស់វាបានបោះបង់ចោលតាំងពីវាកើតចេញមកម្លេះហើយម្ដាយរបស់វាបានទុកវាចោលក៏ប្រៀបដូចជាវានឹងមិនមែនជាកូនរបស់ខ្លួនចឹងហើយបើសិនជាយើងប្រៀបធៀបមកជាមួយនឹងមនុស្សសម័យឥឡូវនេះវិញណាក៏មានអ្នកខ្លះគឺយកកូនក្មេងទៅបោះចោលដែលគ្នាទៅបង្កើតហើយយើងសាក់គិតមើលទៅនៅពេលដែលទៅរកទៅកើតហើយយើងក៏ស្រាប់តែយកគ្នាទៅបោះចោលនៅពេលដែលគ្នាឃ្លានតើគ្នាត្រូវការអ្វីនៅពេលដែលគ្នារងាតើគ្នាត្រូវការអីនៅពេលដែលគ្នាឃ្លានគឺគ្មានអ្វីក្រៅពីយំនោះទេយំរហូតតតែអស់កម្លាំងយំហើយពេលខ្លះក្មេងខ្លះគឺមិនអាចមានជីវិតរស់ថែមទៀតផងហើយបើសិនជាយើងមើលករណីជុំវិញខ្លួនរបស់យើងភាគច្រើនគឺមានក្មេងខ្លះគឺបានបាត់បង់ជីវិតតែមុនពេលដែលមានគេរកឃើញហើយក៏មានក្មេងខ្លះនឹងអាចនឹងមានបុណ្យវាសនាខ្ពស់ក៏បានត្រូវបានគេមើលឃើញហើយក៏បានយកទៅចិញ្ចឹមផងបើសិនជាយើងជាម្ដាយឪពុកយើងអាចគិតបានត្រឹមតែរយៈពេល1វិនាទីថាត្រូវតែបោះបង់គេចោលប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាគិតម្ដងទៀតថានៅពេលដែលអ្នកទាំងអស់គ្នាបង្កើតគេមកហើយឃើញមុខគេហើយតើអ្នកទាំងអស់គ្នាដាច់ចិត្តយកគេទៅបោះចោលដែរក៏អត់បើសិនជាអ្នកទាំងអស់គ្នានៅតែដាច់ចិត្តយកគេទៅបោះចោលទៀតអ្នកទាំងអស់គ្នាត្រូវគិតឡើងវិញថាកម្មពៀទាំងអស់នោះនឹងធ្លាក់ទៅលើអ្នកទាំងអស់គ្នាវិញនៅពេលដែលអ្នកទាំងអស់គ្នាកើតនៅជាក្រោយព្រោះថាម្ដាយឪពុកដែលយកកូនទៅបោះចោលបែបនេះគឺប្រៀបដូចជាមួយនឹងសត្វអញ្ចឹងសត្វស្វាមួយនេះធ្លាប់តែឮថាសត្វស្វាគឺស្រឡាញ់កូនខ្លាំងណាស់មិនដែលបង្កើតកូនហើយទុកកូនចោលប៉ុន្តែសត្វស្វាមួយនេះគឺអភ័ព្វខ្លាំងមែនទែនហើយនៅពេលដែលវាធំឡើងគឺវាមិនត្រូវបាននរណាម្នាក់ចង់លេងជាមួយវានោះទេគេតែងតែច្រានវាចេញអញ្ចឹងគឺមានតែកូនតុក្កតាមួយនោះទេដែលនៅក្បែរវាជារៀងរហូតដូចជាម្ដាយរបស់វាអញ្ចឹងមិនថាវាធ្វើខុសមិនថាវាធ្វើត្រូវនោះទេគឺតែងតែមានតុក្កតានោះនៅក្បែរវាជានិច្ចអ្នកទាំងអស់គ្នាមើលទៅតាមវីដេអូខាងលើនេះទៅអ្នកទាំងអស់គ្នាអាចយល់ហើយថាតុក្កតាមួយនេះមានសារៈសំខាន់សម្រាប់វាខ្លាំងប៉ុណ្ណាដោយសារតែតុក្កតាមួយនេះហើយទៅធ្វើឲ្យវាមានអារម្មណ៍ថាវាកក់ក្ដៅមិនថាមាននរណាចង់លេងជាមួយវាមិនថានរណាមិនចង់លេងជាមួយវានោះទេគឺវាតែងតែមានតុក្កតាមួយនេះដូចជាផ្ទះរបស់វាអញ្ចឹងហើយទោះបីជាវាញ៉ាំឆ្អែតខ្លាំងប៉ុណ្ណាក៏ដោយកូនក្មេងធ្វើបើតើវាញ៉ាំឆ្អែតខ្លាំងប៉ុណ្ណាក៏ដោយក៏ត្រូវការម្ដាយសម្រាប់មើលថែសម្រាប់ការអប់ថ្នាក់ថ្នមដូចជាក្មេងដទៃទៀតដូចជាសត្វដទៃទៀតដែរអញ្ចឹងហើយចំពោះអ្នកដែលកំព្រាឪពុកម្ដាយអ្នកនរគ្នាគួរតែលើកទឹកចិត្តគាត់មិនគួរណារើសអើងគាត់នោះទេមិនថាអ្នកកំព្រាឪពុកមិនថាអ្នកកំព្រាម្ដាយឬក៏អ្នកដែលកំព្រាទាំងសងខាងនោះទេគឺត្រូវតែលើកទឹកចិត្តគាត់ដើម្បីឲ្យគាត់ឈ្មោះដើមមួយដែលគាត់ចង់បានព្រោះថាបើតាមយើងមើលទៅកាន់សត្វស្វាមួយនេះនៅពេលដែលគេច្រានគាត់ចេញនៅពេលដែលគេរុញគាត់ចេញគឺទឹកមុខរបស់គាត់គឺមិនស្រស់នោះទេគឺប្រៀបដូចជាមនុស្សដែលកំពុងតែបាត់បង់អ្វីៗគ្រប់យ៉ាងអញ្ចឹងប៉ុន្តែនៅពេលដែលគាត់ក៏លេចទៅមើលតុក្កតាមួយដែលនៅជាមួយគាត់ហ្នឹងគឺគាត់មានអារម្មណ៍ថាវាប្រៀបដូចជាផ្ទះរបស់គាត់វាប្រៀបដូចជាម្ដាយរបស់គាត់ដែលតែងតែទទួលស្វាគមន៍ចាំគាត់ត្រឡប់មកវិញអញ្ចឹងទោះបីជាគាត់ទៅជួបមនុស្សផ្សេងៗទៀតគេមិនចង់រាប់អានគាត់ក៏ដោយប៉ុន្តែគាត់គឺតែងតែមានតុក្កតាមួយនោះនៅចាំគាត់ជានិច្ចនៅក្បែរគាត់ជានិច្ចហើយគាត់យកទៅណាក៏បានដែរមិនថាគាត់ខុសមិនថាគាត់ត្រូវអញ្ចឹងខ្ញុំសូមអ្នកនរអគ្នាកុំរើសអើងចំពោះអ្នកដែលគាត់គ្មានឪពុកគ្មានម្ដាយឬក៏កំព្រាទាំងពីរព្រោះថាពួកគាត់ក៏ត្រូវការជីវិតមួយដូចគេដូចឯងដែរអូខេអរគុណច្រើនបាយបាយ